នៅពេលឪពុកត្រូវនៅជាមួយកូនប្រសារស្រីស្រស់ស្អាតតែ2នាក់ព្រោះថាកូនប្រុសរបស់គាត់ជាទាហានហើយត្រូវទៅច្បាំងហើយរឿងរ៉ាវបន្ទាប់ពីហ្នឹងតើវានឹងមានរឿងអ្វីកើតឡើងបើសិនជាពួកគេនៅជិតគ្នាជារៀងរាល់ថ្ងៃតើអ្នកទាំងពីរនឹងអាចហាមចិត្តបានដែរឬទេសាច់រឿងចាប់ផ្ដើមឡើងយើងក៏បានឃើញតួឯកប្រុសរបស់យើងដែលគាត់មានឈ្មោះថា Michael ហើយគាត់គឺជាទាហានកងកម្លាំងពិសេសដែលបានឆ្លងកាត់ការវឹកហាត់យ៉ាងម៉ឺងម៉ាត់ហើយនៅមុនពេលដែលគាត់ត្រូវត្រឡប់មកផ្ទះវិញនៅថ្ងៃនោះគាត់បានអង្គុយកាន់ចិញ្ចៀនហើយគិតថាសុំមិត្តស្រីរបស់គាត់រៀបការ Gibson ដែលបានដើរមកឃើញហើយគាត់ក៏បានផ្ដល់យោបល់ថាក្នុងនាមគាត់ធ្លាប់មានបទពិសោធន៍ហើយគាត់ក៏បានប្រាប់ Michael ថាបើឯងធ្វើជាទាហានឯងគ្រាន់តែបម្រើប្រទេសជាតិត្រឹមតែ2ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែបើឯងរៀបការឯងនឹងក្លាយជាអ្នកបម្រើពេញមួយជីវិតក្រោយមក Michael គាត់ក៏បានត្រឡប់មកផ្ទះវិញហើយគាត់ក៏បានអោបបិទស្រីរបស់គាត់ដោយក្តីនឹករលឹកបន្ទាប់មក Michael គាត់ក៏បានលុតជង្គង់ហើយសុំ Abby រៀបការហើយ Abby នាងក៏បានយល់ព្រមដាក់វាចូលមកឲ្យលិចៗមកណាចាស់អ្នកមើលនឹងគិតដល់ណាឯនោះគេពាក់អញ្ជៀនហ្នឹងក្រោយមកអ្នកទាំងពីរក៏បានចូលបន្ទប់ដើម្បីធ្វើរឿងមួយហើយមិនបាច់ឆ្ងល់ទេណាថាគេធ្វើរឿងអីធំៗមកហើយមកកាត់ន័យយល់ឲ្យខ្លួនឯងមិនបាច់ចាំអេដមានសម្រាយច្រើនទេណានៅថ្ងៃបន្ទាប់ Michael គាត់ក៏បានទទួលទូរស័ព្ទពីមន្ទីរពេទ្យគាត់បានទទួលនៅដំណឹងអាក្រក់ថាឪពុករបស់គាត់បានបាត់បង់ស្មារតីហើយត្រូវបានបញ្ជូនទៅ ICU ដោយសារតែគាត់មានជំងឺបេះដូងប៉ុន្តែ Michael គឺគាត់មិនមានកម្រងនឹងទៅមើលថែឪពុករបស់គាត់នោះទេដោយសារតែគាត់មានបញ្ហាជាមួយឪពុករបស់គាត់ហើយក៏មិនចង់ជួបគ្នានោះដែររហូតដល់ Abby នាងក៏បាននិយាយថាបងគួរតែទៅមើលគាត់បន្តិចយ៉ាងណាមិញគាត់ក៏ជាឪពុករបស់បងប៉ុន្តែ Michael គឺគាត់នៅតែបដិសេធ Abby នាងក៏បាននិយាយថាប្តីល្អត្រូវតែចេះស្ដាប់បង្គាប់ប្រពន្ធបន្ទាប់មក Michael គាត់ក៏បានយល់ព្រមហើយក៏បានទៅមើលឪពុករបស់គាត់នៅមន្ទីរពេទ្យហើយ Abby នាងក៏បាននិយាយថាឪពុករបស់បងគឺគាត់មានស្ថានភាពធ្ងន់ធ្ងរអញ្ចឹងហើយគួរតែមាននរណាម្នាក់នៅមើលថែគាត់ក្រោយពីនិយាយចប់ឪពុករបស់ Michael គឺគាត់បានដឹងខ្លួនឡើងវិញក្រោយមកគ្រូពេទ្យក៏បានអនុញ្ញាតឲ្យអ្នកជំងឺត្រឡប់មកផ្ទះវិញហើយ Abby នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាឪពុករបស់ Michael គឺគាត់មានផ្ទះធំហើយមានទ្រព្យសម្បត្តិច្រើនទៀតផងប៉ុន្តែ Michael គឺគាត់មិនដែលនិយាយអ្វីប្រាប់នាងឡើយនៅព្រឹកបន្ទាប់ Abby នាងក៏បានទៅផ្សារដើម្បីទិញអីវ៉ាន់ដើម្បីត្រៀមនឹងរៀបចំធ្វើម្ហូបឲ្យឪពុកកូនគេទាំងពីរ Rodin គាត់ចង់ជួយក៏ប៉ុន្តែគាត់ក៏បានធ្វើធ្លាក់ទូរស័ព្ទរបស់កូនប្រុសរបស់គាត់ដោយចៃដន្យនៅពេលហ្នឹង Michael គាត់ក៏បានខឹងជាខ្លាំងហើយគាត់ក៏បានស្ដីបន្ទោសឲ្យឪពុករបស់គាត់ថាហេតុអ្វីបានជាមិនចេះប្រយ័ត្នប្រយែងអញ្ចឹងនៅពេលដែល Abby នាងឃើញបែបនេះនាងក៏ចូលមកប្រាប់ឪពុករបស់នាងថាចាំនាងជួយនិយាយជាមួយ Michael ដោយខ្លួនឯងមុនពេលដែលតួឯកស្រីរបស់យើងស្លៀកពាក់ឈុតគេងតែមិនបានគេងដើរមករក Michael នាងបាននិយាយប្រាប់គាត់ថាបងគួរតែនិយាយជាមួយឪពុករបស់បងល្អៗព្រោះថាគាត់គ្រាន់តែចង់ចូលមកជួយមិនចាំបាច់អីត្រូវស្រែកដាក់គាត់ខ្លាំងៗបែបនោះទេប៉ុន្តែ Michael គាត់នៅតែមិនព្រមឈប់ហើយបាននិយាយថាអូនមិនដឹងទេថាប៉ាបានធ្វើអីមកលើបងហើយនឹងម៉ាក់របស់បងមិនថា Abby នាងព្យាយាមនិយាយអ្វីនោះទេគាត់នៅតែមិនព្រមស្ដាប់រហូតដល់នាងបាននិយាយគំរាមថាបើនិយាយមិនស្ដាប់ទេយប់នឹងដឹងតែអត់ហើយគ្រាន់តែឮថាយប់នឹងអត់តួឯកប្រុសរបស់យើងនឹងឈរនៅស្ងៀមតែម្ដងនៅថ្ងៃបន្ទាប់មក Michael គាត់ក៏បានបើកចិត្តអង្គុយនិយាយជាមួយឪពុករបស់គាត់ហើយគាត់បានខឹងឪពុករបស់គាត់ដោយសារតែឪពុករបស់គាត់មិនដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់គាត់និងម្ដាយរបស់គាត់ហើយឪពុករបស់គាត់ក៏បាននិយាយប្រាប់គាត់ថាជីវិតរបស់ប៉ាធំឡើងជាមួយនឹងភាពក្រលំបាកដូច្នេះហើយប៉ាត្រូវខិតខំក្រោកពីព្រលឹមដើម្បីទៅធ្វើការហើយត្រឡប់មកវិញនៅពេលយប់ជ្រៅព្រោះថាប៉ាចង់ឲ្យគ្រួសាររបស់យើងរស់នៅមានជីវភាពល្អប្រសើរហើយនៅពេលដែល Michael គាត់បានឮបែបនេះហើយគាត់ក៏សម្រក់ទឹកភ្នែកហើយបានអោបឪពុករួចគាត់ក៏បាននិយាយថាកូនបានយល់គ្រប់យ៉ាងហើយបន្ទាប់ពីថ្ងៃនោះបរិយាកាសក៏បានផ្លាស់ប្ដូរคล้ายជាគ្រួសារដ៏កក់ក្ដៅនិងរីករាយនៅពេលកំពុងហូបបាយឪពុកក៏បានយកលុយមួយចំនួនធំដាក់នៅក្នុងស្រោមសំបុត្រឲ្យកូនប្រុសហើយបាននិយាយថាកូនយកលុយនេះទៅទិញផ្ទះទៅហើយមិនចាំបាច់នៅបន្ទប់ជួលទៀតទេដើម្បីកុំឲ្យអស់លុយថ្លៃឈ្នួលពេលនោះបានធ្វើឲ្យ Michael មានអារម្មណ៍ថាកក់ក្ដៅប៉ុន្តែសុភមង្គលមួយនោះគឺវាមានតែត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះនៅពេលដែលមេបញ្ជាការយោធាបានបញ្ជាឲ្យក្រុមតួឯកប្រុសរបស់យើងទៅកម្ចាត់ក្រុមភេរវករដែលលួចបន្លំខ្លួនចូលតាមច្រកព្រំដែនដើម្បីដឹកជញ្ជូនគ្រឿងញៀនចូលមកហើយនៅយប់នោះ Michael គាត់ក៏បានប្រាប់ឪពុករបស់គាត់ថាគាត់ត្រូវតែទៅបំពេញបេសកកម្មដោយបានប្រគល់ឲ្យ Abby នៅជួយមើលថែឪពុករបស់គាត់ខណៈពេលដែលគាត់មិននៅផ្ទះព្រោះ Michael គាត់បានដឹងថាបេសកកម្មលើកនេះគឺវាមានគ្រោះថ្នាក់បន្ទាប់ពីបាននិយាយគ្នារួចមិត្តស្រីរបស់គាត់ក៏បានសុំឲ្យគាត់រក្សាចិញ្ចៀនដែលគាត់បានសុំនាងរៀបការរក្សាទុករួចនាងក៏បាននិយាយថាបងត្រូវតែមានជីវិតមកវិញដើម្បីសុំអូនរៀបការ Michael គាត់ក៏បាននិយាយថាបើអញ្ចឹងមុនទៅសុំប្រចាំមួយសិនមកចឹងនៅព្រឹកបន្ទាប់មកឪពុកហើយនិង Abby ក៏បានជូនដំណើរ Michael នៅមុខផ្ទះហើយ Michael គាត់ក៏បានសន្យាជាមួយមិត្តស្រីរបស់គាត់ថាគាត់នឹងប្រញាប់ត្រឡប់មកវិញជាមួយឪពុកដែលចាំផ្ដល់កម្លាំងចិត្តមុនពេលចេញដំណើរនៅថ្ងៃនោះ Gibson គាត់ក៏បានអង្គុយពិបាកចិត្តហើយបាននិយាយថាបើសិនជាគាត់មានរឿងអ្វីកើតឡើងតើប្រពន្ធកូនរបស់គាត់ពួកគេនឹងត្រូវរស់នៅបែបណា Michael គាត់ក៏បានប្រាប់ថាកុំបារម្ភអីខ្ញុំនឹងការពារអ្នកដោយខ្លួនឯងពេលវេលាបានកន្លងផុតទៅប៉ុន្មានថ្ងៃ Abby នាងក៏បានចាប់ផ្ដើមព្រួយបារម្ភព្រោះថាមិត្តប្រុសរបស់នាងដាច់ក្នុងការទំនាក់ទំនងជាមួយនឹងនាងហើយពេលនោះ Michael គាត់ក៏បានទូរស័ព្ទមកហើយនិយាយមិនទាន់បានប៉ុន្មានឃ្លាទូរស័ព្ទក៏បានដាច់សេវានៅល្ងាចនោះនៅពេលដែល Teresa នាងបានមករក Ronald ហើយនាងក៏បានជួប
ជួបជាមួយនឹងអាប៊ីរួចនាងក៏បានសួរថាតើស្រីម្នាក់នេះគឺជាអ្នកណារ៉ូណាល់គាត់ក៏បានប្រាប់ថានាងគឺជាមិត្តស្រីរបស់កូនប្រុសរបស់គាត់មុននឹងអ្នកទាំងពីរសុំឡើងទៅលើផ្ទះនិយាយរឿងការងារសម្ងាត់តែពីរនាក់ចំណែកតួឯកស្រីរបស់យើងនាងក៏មានមិត្តរួមការងារវ័យក្មេងម្នាក់តែងតែមកចែកចង់នាងជារៀងរាល់ថ្ងៃដើម្បីសុំនាងធ្វើជាមិត្តស្រីប៉ុន្តែអាប៊ីនាងក៏បានប្រាប់តាមត្រង់ថានាងមានមិត្តប្រុសរួចហើយពួកយើងក៏ចិត្តរៀបការជាមួយគ្នាផងដែរហើយចំណែកឯខាងតេលេសាវិញគឺនាងចាប់ដើមមានអារម្មណ៍ថាមិនពេញចិត្តព្រោះថានាងឃើញមិត្តប្រុសរបស់នាងនៅជាមួយអាប៊ីជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយនាងទ្រាំលេងបាននាងក៏បានដើរចូលទៅនិយាយជាមួយនឹងរ៉ូណាល់ព្រោះនាងខ្លាចគាត់លួចមានទំនាក់ទំនងស្នេហាជាមួយកូនប្រសាហើយគាត់ក៏បានតបថាគាត់ច្រើនពេកហើយនោះគឺជាកូនប្រុសរបស់គាត់តែប៉ុណ្ណោះហើយនៅពេលដែល Michael គេត្រឡប់មកវិញអ្នកទាំងពីរនឹងរៀបការជាមួយគ្នាប៉ុន្តែដើម្បីឲ្យប្រកាសតេលេសាក៏បានប្រើ52ក្បាច់ដើម្បីចាប់យកបេះដូងរបស់រ៉ូណាល់ដើម្បីកុំឲ្យគាត់ទៅរកស្រីផ្សេងបាននៅថ្ងៃមួយខណៈពេលដែល Michael គាត់កំពុងតែដើរល្បាតគាត់ត្រូវបានក្រុមភេរវករវាយប្រហារហើយនៅពេលហ្នឹងគាត់ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយគាត់ក៏បានប្រាប់ឲ្យ Gibson រត់ចេញទៅមុនហើយក្រោយហេតុការណ៍នោះមិនបានយូរប៉ុន្មាន Ronald គាត់ក៏បានទទួលដំណឹងអាក្រក់នៃការស្លាប់របស់កូនប្រុសរបស់គាត់ឧបទ្ទវហេតុដែលបានកើតឡើងបានធ្វើឲ្យអាប៊ីសោកសៅនិងពិបាកចិត្តហើយក៏បានសម្រេចចិត្តថានឹងចាក់ចេញពីផ្ទះដោយសារតែនាងគ្មានហេតុផលអ្វីដើម្បីស្នាក់នៅទីនេះបន្តឪពុកក្មេកដែលទើបតែបាត់បង់កូនប្រុសគាត់ក៏បានសុំឲ្យនាងនៅទីនេះបន្តដើម្បីបានជាគ្នាជាមួយនឹងគាត់ព្រោះថាគាត់គ្មានសល់អ្នកណាទៀតទេហើយប្រសិនបើ Michael គេនឹងមានជីវិតគេប្រកាសជាគិតបែបនេះបន្ទាប់ពីថ្ងៃនោះមកអាប៊ីនាងក៏គិតតែពីហ្វេតនិងផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃរហូតដល់ថ្ងៃមួយនៅពេលដែលឪពុកក្មេកបានគ្រានាងចូលទៅក្នុងបន្ទប់គេងរបស់នាងអាប៊ីនាងក៏បានឃើញមុខរបស់គាត់ដូចជាមុខរបស់ Michael ដូច្នេះហើយនាងក៏បានដកខោអាវចេញហើយបំរុងនឹងតក់ឪពុកក្មេករបស់នាងតែសំណាងល្អដែលគាត់អាចហាមចិត្តខ្លួនឯងបាននៅថ្ងៃបន្ទាប់មកឪពុកក្មេកក៏បានរៀបចំអាហារពេលព្រឹកហើយអ្នកទាំងពីរក៏បាននិយាយគ្នាថានឹងបំភ្លេចនៅរឿងដែលបានកើតឡើងកាលពីយប់មិញបន្ទាប់មកពួកគេក៏បានរស់នៅផ្ទះជាមួយគ្នាជារៀងរាល់ថ្ងៃរហូតដល់មានអារម្មណ៍ស្នេហាហើយនៅទីបំផុតឪពុកក្មេកហើយនិងកូនប្រសាក៏បានវាយឡើងជាមួយគ្នារហូតដល់បានសម្រេចប៉ុន្តែបញ្ហាគឺបន្ទាប់ពីពួកគេបានមានអីជាមួយគ្នារួចនៅព្រឹកថ្ងៃបន្ទាប់តួឯកស្រីរបស់យើងនាងក៏បានទទួលទូរស័ព្ទហើយបានដឹងដំណឹងថា Michael នៅមានជីវិតនៅឡើយហើយឥឡូវនេះគឺគាត់កំពុងតែនៅព្យាបាលនៅមន្ទីរពេទ្យរឿងនេះតែយើងគួរធ្វើបែបណាល្អប៉ាក្មេកប៉ាបបក់អណ្ដើកកូនយកទៅស្ងោរស៊ីបាត់ហើយហ្នឹងនៅពេលដែលពួកគេបានមកដល់មន្ទីរពេទ្យអ្នកគ្រូពេទ្យក៏បាននិយាយថា Michael ក៏ត្រូវបានពួកភេរវករធ្វើទរណកម្មយ៉ាងធ្ងន់ធ្ងរបើទោះបីជារាងកាយខាងក្រៅរបស់ Michael គាត់បានជាសះស្បើយក៏ដោយប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់គាត់គឺមិនដូចពីមុនឡើយព្រោះថាហេតុការណ៍ទាំងនោះនៅតែដកជាប់នៅក្នុងអារម្មណ៍របស់គាត់ធ្វើឲ្យឪពុកនិងតួឯកស្រីរបស់យើងចាប់ផ្ដើមមានការព្រួយបារម្ភនៅយប់នោះ Michael គាត់ក៏បានយកចិញ្ចៀនមកពាក់ឲ្យអាប៊ីតាមការសន្យាបន្ទាប់មកសកម្មភាពធ្វើកិច្ចការផ្ទះនៅពេលយប់ក៏បានកើតឡើងប៉ុន្តែភ្លាមៗនោះគាត់មានអាការៈច្របូកច្របល់ហើយស្ទើរតែបានសម្លាប់អាប៊ីនៅពេលដែលគាត់បានសតិឡើងវិញគាត់ក៏ប្រញាប់សុំទោសអាប៊ីហើយនៅព្រឹកឡើងជំងឺផ្លូវចិត្តរបស់ Michael ក៏បាននៅបន្តប៉ះពាល់ដល់អារម្មណ៍របស់គាត់ហើយរឿងនេះបានធ្វើឲ្យអាប៊ីចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចថ្ងៃមួយតេលេសានាងក៏បានមករក Ronald នៅផ្ទះរបស់គាត់តែនាងបែរជាបានឃើញគាត់អង្គុយមើលរូបថតគូជាមួយកូនប្រសារបស់គាត់ដូច្នេះហើយនាងក៏បានខឹងជាខ្លាំងហើយបាននិយាយថាតើវាគួរតែជារូបថតរបស់ពួកយើងទាំងពីរដែរឬទេគាត់ក៏ប្រញាប់រកលេសថាវាមិនដូចអ្វីដែលនាងបានឃើញនោះទេគាត់គ្រាន់តែមើលរូបភាពរឿយปื้យនៅក្នុងទូរស័ព្ទតែប៉ុណ្ណោះប៉ុន្តែតេលេសាមិនជឿគាត់ហើយក៏បានមកជួប Michael ហើយបានប្រាប់គាត់ថាមិត្តស្រីរបស់គាត់កំពុងតែលួចក្បត់គាត់ពីក្រោយខ្នងដូច្នេះហើយគាត់ក៏បានយកកំភ្លើងមកជូតសម្អាតហើយបានសួរឪពុករបស់គាត់ថាពេលគាត់មិននៅតើអាប៊ីមានទំនាក់ទំនងជាមួយបរិសុទ្ធផ្សេងដែរឬទេឪពុកក៏បានតបថាមិនមានទេតែបើមានគឺអញនឹងហើយនៅពេលល្ងាចបន្ទាប់ពីអាប៊ីចេញពីធ្វើការ Michael ដែលកំពុងតែលួចមើលនាងគាត់ក៏បានឃើញបរិសុទ្ធម្នាក់មើលទៅហាក់ដូចជាស្និទ្ធស្នាលជាមួយនាងពេលនោះគាត់ក៏បានចូលទៅវាយបរិសុទ្ធម្នាក់នោះហើយដកកំភ្លើងមកគំរាមរហូតដល់អាប៊ីនាងក៏បានស្ទុះទៅគាត់ហើយប្រាប់ថាគ្រាន់តែជាមិត្តរួមការងាររបស់នាងតែប៉ុណ្ណោះនៅពេលពួកគេមកដល់ផ្ទះ Michael ក៏បានស្រែកឲ្យអាប៊ីយ៉ាងខ្លាំងគាត់បានស្ដីឲ្យនាងថាលួចមានស្នេហាជាមួយប្រុសផ្សេងនៅកន្លែងធ្វើការដោយគាត់មិនព្រមស្ដាប់នៅការបញ្យល់របស់នាងបើទោះបីជាឪពុកជួយនិយាយក៏មិនមានប្រយោជន៍នោះដែរបន្ទាប់មក Michael គាត់ក៏បានចាក់ចេញពីផ្ទះទៅអង្គុយផឹកតែម្នាក់ឯងរហូតដល់គាត់បានជួបជាមួយនឹងនារីរ៉ូស៊ីលូ Oyster ម្នាក់បន្ទាប់មកគាត់ក៏បាន order Oyster របស់នាងមកញ៉ាំនៅក្នុងផ្ទះសំណាក់ហើយខណៈពេលដែលអ្នកទាំងពីរកំពុងតែមានសេចក្តីសុខពេលនោះ Michael ស្ទើរតែសម្លាប់នាងដោយដែលគាត់បានធ្វើជាមួយនឹងអាប៊ីតែសំណាងល្អដែលគាត់បានដឹងខ្លួនឡើងវិញហើយក៏បានដេញនារីដែលលក់ Oyster ម្នាក់នោះចេញហើយនិយាយថា Oyster ឲ្យឡើងស្អុយហើយយកមកលក់ឲ្យគាត់ហូបមិនកាត់យកទៅវិញទៅចំណែកឯខាងឪពុកហើយនៅអាប៊ីដែលកំពុងពិភាក្សាគ្នាអំពីបញ្ហារបស់ Michael រំពេចនោះអ្នកទាំងពីរក៏មិនអាចទប់អារម្មណ៍ដែលមានចំពោះគ្នាទៅវិញទៅមកបានរហូតដល់ពួកគេបបួលគ្នាមកតក់នៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទាប់មក Michael គាត់ក៏បានបើកទ្វារចូលមកហើយក៏បានឃើញអ្នកទាំងពីរកំពុងតែអង្គុយនិយាយគ្នាប៉ុន្តែនៅពេលល្ងាចថ្ងៃនោះនៅពេលដែលកំពុងហូបបាយ Michael គាត់ក៏បានយកកំភ្លើងចេញមកបំរុងនឹងសម្លេះអ្នកទាំងពីរចោលដោយសារតែការពិតគឺគាត់បានមើលឃើញឪពុកហើយនិងអាប៊ីលួចមានទំនាក់ទំនងជាមួយគ្នាបន្ទាប់មកអ្នកទាំងពីរក៏បានសារភាពនឹងទទួលកំហុសប៉ុន្តែនោះគឺដោយសារតែពួកគេយល់ថា Michael គឺគាត់បានស្លាប់
តបាត់បង់ជីវិតទៅហើយជាច្រើនខែកន្លងផុតទៅឪពុកក៏បានទៅលេង Michael រួមជាមួយនឹងសម្បុត្ររបស់ Abby ដែលបានរៀបរាប់ពីសេចក្តីស្រឡាញ់របស់នាងរួមជាមួយនឹងសម្បុត្ររបស់ Abby ដែលរៀបរាប់ពីក្តីស្រឡាញ់និងអារម្មណ៍របស់នាងចំពោះ Michael ហើយនាងក៏បានសម្រេចចិត្តចាក់ចេញទៅដោយនាងសង្ឃឹមថានាងនឹងអាចចាប់ផ្ដើមជីវិតថ្មីដ៏រីករាយប៉ុន្តែសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ផងដែរហើយបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តនៅคลิปវីដេអូមួយនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like ចុច share ក៏ដូចជាចុច subscribe នៅ channel របស់ admin ម្នាក់មួយផងសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ